រឿងនិទានទន្សាយនិងក្រពើរឿងអប់រំនៅព្រំប្រទល់ទន្លេធំមួយមានសត្វទន្សាយឆ្លាតវៃនិងសត្វក្រពើខ្លាំងក្លាមួយរស់នៅពួកគេទាំងពីរគេចែករំលែកទឹកផឹកនិងអាហារទៅវិញទៅមកប៉ុន្តែពួកគេមិនសូវស្គាល់គ្នាពិសេសទេមួយថ្ងៃទន្សាយចង់ឆ្លងទៅត្រើយម្ខាងទៀតដើម្បីរកអាហារសម្បូរជាងនេះវាដឹងថាក្នុងទឹកមានក្រពើអាចមានគ្រោះថ្នាក់ទោះបីស្គាល់គ្នាក៏ដោយទន្សាយគិតមុននឹងធ្វើហើយគិតថាប្រសិនបើខ្ញុំចុះទៅក្រពើប្រហែលនឹងខំខ្ញុំតែប្រសិនបើខ្ញុំប្រើប្រាស់ការឆ្លាតវៃខ្ញុំអាចជៀសវាងបានទន្សាយគិតគូរយូរហើយសម្រេចចិត្តហៅឧសុស្ដីក្រពើខ្ញុំសូមសួរបន្តិចតើមានក្រពើប៉ុន្មានកំពុងស្ថិតក្នុងទឹកនេះក្រពើបានឆ្លើយវិញដោយមិនខ្លាចចេញមុខថាដូចមានច្រើនណាស់យើងរៀបចំសម្រាប់បង្ហាញកម្លាំងចំពោះអ្នកទាំងអស់ទន្សាយញឹមហើយនិយាយថាវាជារឿងល្អណាស់តើអាចឲ្យក្រពើរៀបជាជួរទៅតាមទន្លេទាំងអស់ដូច្នេះខ្ញុំអាចរកបានទេមកក្រពើទាំងអស់គ្នាគិតថានេះជាឱកាសបំពេញទន្សាយបានមកដល់ហើយក៏យកសេចក្តីអួតអាងថានឹងបានស៊ីទន្សាយហើយគិតហើយក៏ឲ្យទន្សាយលោតពីក្រពើមួយទៅមួយរាប់ទី1 2 3រហូតដល់ឆ្លងទន្លេដោយសុវត្ថិភាពនៅខាងផ្សេងទៀតទន្សាយបញ្ចប់និយាយសូមអរគុណចំពោះជំនួយរបស់អ្នកទាំងអស់ការឆ្លាតវៃអាចជួយសង្គ្រោះមនុស្សពីគ្រោះថ្នាក់ចំណែកឯក្រពើវិញក៏ធ្វើមុខអេះម៉េះដោយខកខានបានស៊ីសាច់ទន្សាយសីលធម៌នៃរឿងការគិតពិចារណានិងការប្រើប្រាស់ការឆ្លាតវៃអាចជួយឲ្យយើងជៀសវាងគ្រោះថ្នាក់បានកម្លាំងមិនតែងតែឈ្នះការឆ្លាតវៃនោះទេ